នេះបងប្អូនញ៉ាំផ្លែតាគៀបក្តាមแล้วก็បាយដល់ទោះបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនទាំងអស់គ្នាមកមើលផ្លែតាគៀបក្តាមចាក៏ដូចជាមកហូបផ្លែតាគៀបក្តាមជាមួយខ្ញុំចានេះគឺនៅស្រុកស្រែអានេះកាលពីមុនផ្លែច្រើនណាស់បងប្អូនតែឥឡូវនេះវាមានទុំវាមានជ្រុះអស់អីចឹងទៅមានអ្នកបេះមានអីចឹងណាឥឡូវហ្នឹងផ្លែដូចជាយើងចង់អស់ហើយបងប្អូនចង់អស់រដូវវាឥឡូវនេះខ្ញុំបេះឲ្យបងប្អូនយើងមើលបន្តិចណែចាហូបឲ្យបងប្អូនយើងមើលបន្តិចណាជូរឆ្ងាញ់បងប្អូនស្លេវភ្នែកជូរខាងផ្លែច្រើនណាស់បងប្អូននេះច្រើនខ្លាំងមែនតើហើយនេះអានេះខ្ញុំឃើញគេយកទៅធ្វើជ្រក់ធ្វើអីបងប្អូនតំណងរបស់គេតាហើយផ្លែតាគៀបក្តាមនេះខ្ញុំអត់ដឹងថាទៅធ្វើអីបានច្រើនបែបយ៉ាងអីណាទៀតបងប្អូនបើសិនជាបងប្អូនដឹងថាតាគៀបក្តាមគេអាចយកទៅធ្វើម្ហូបអីបានខ្លះហើយគេហូបបែបម៉េចជួយខមមិនទាំងអស់គ្នាផងចាព្រោះខ្ញុំអត់សូវស្គាល់ទេអត់សូវដឹងទេដឹងតែយកទៅម្យ៉ាងហូបជាមួយនឹងអំបិលម្ទេសប៉ុណ្ណឹងឯងអូខេតោះអញ្ចឹងយើងទៅមើលដើមវាហើយក៏ដូចជាផ្លែវាបន្តទៀតបងប្អូនមើលដើមនេះគឺទូចទេទូចទេណាទូចមែនតើហ្មងប៉ុន្តែមើលផ្លែរបស់វាបងប្អូននេះផ្លែរបស់វាគឺច្រើនខ្លាំងហើយល្អទៀតនេះផ្លែនេះជូរនេះអានេះបងប្អូនអូយខ្ញុំចាំងថ្ងៃមើលឃើញណាបងប្អូនមើលឃើញអត់ហ្នឹងចាំងថ្ងៃហើយនៅលើដើមតាគៀបក្តាមមានស្បុកចាបទៀតនេះស្បុកចាបមកនៅនឹងទៀតណាដល់មើលផ្លែបងប្អូនមានអ្នកចូលចិត្តហូបផ្លែតាគៀបក្តាមហ៎ចាបើចូលចិត្តប្រាប់មកខ្ញុំបេះយកឲ្យនេះតោះយើងមើលដើមហ្នឹងប៉ុណ្្នឹងសិនហើយបងប្អូនព្រោះអីមានដើមនៅគៀនគ្នាហ្នឹងមួយដើមទៀតអញ្ចឹងប៉ុន្តែអានោះដើមធំជាងនឹងទៀតបងប្អូននេះដើមវាទូចឯងអូខេតោះយើងទៅមើលដើមនោះដើមមកវិញអានោះធំណាបងប្អូនហើយផ្លែវិញក៏ច្រើនដូចគ្នាដែរផ្លែហ្នឹងក៏ច្រើនដែរណែអូយអានេះនៅក្តេះក្តាំងបងប្អូនអត់ទាន់មានអ្នកបេះទេហើយវាអត់ទាន់ទុំល្អណែច្រើនមែនតើហ្មងបងប្អូននេះបងប្អូនអាដើមនេះផ្លែវារៀងទូចក្របវារៀងទូចអាដើមទូចមិញទៅជាផ្លែធំដល់អាដើមធំនេះផ្លែវាទូចវិញបងប្អូននេះអូយច្រើនខ្លាំងណាស់ក្តេះក្តាំងមានទុំមានខ្ចីណែបោះគេបងប្អូននិយាយទៅគឺផ្លែនេះផ្លែបាក់ដើមចោលហ្មងនេះឃើញទេផ្លែយកងាប់ខ្លួនហ្មងអស់ទោះណាបងប្អូនអើយខ្ញុំឃើញនេះខ្ញុំខ្វាកហ្មងណាប៉ុន្តែទោះតែហូបទៅវាជូរពេកហើយអត់ដឹងថាត្រូវធ្វើអីបានទៀតណាចាអ្នកដែលដឹងថាយើងអាចយកផ្លែតាគៀបក្តាមនឹងទៅធ្វើអីបានខ្លះចាប្រាប់តិចហ្នឹងបងប្អូនព្រោះខ្ញុំអត់ដឹងថាត្រូវយកធ្វើអីទេនេះច្រើនណាស់ច្រើនមែនតែនក្តេះក្តាំងយកតែម្ដងនេះអូផ្លែច្រើនណាស់ល្អហើយមើលអានេះផ្លែឡើងវាបាក់មែកមកណាបងប្អូនហេបាក់មែកចាកាប់តាផ្លែច្រើនពេកហើយអត់មានអ្នកហូបអូយមើលដើមបងប្អូនមើលអត់ឃើញទេផ្លែឡើងក្តាំងយកហ្មងបងប្អូនអើយផ្លែខ្លាំងមែនតែម្ដងនោះលើចុងវិញផ្លែច្រើនណានេះអានេះខ្ញុំបេះមកបងប្អូនឃើញទេផ្លែអូយបងប្អូនហើយបងប្អូនមើលផ្លែម្លឹងនេះអូយអស់ទាស់ហ្មង
ផ្លែនេះផ្លែអូយឆ្នាំហ្នឹងឆ្ងល់ថាផ្លែតាគៀបក្តាមហ្នឹងវាផ្លែច្រើនបើរាល់ឆ្នាំខ្ញុំដូចជាអត់សូវឃើញមានទេណាបងប្អូនហើយផ្លែនេះជាពិសេសអ្នកដែលគាត់ខ្វៀលគោគឺមានអនុស្សាវរីយ៍ជាមួយហ្មងជាមួយនឹងផ្លែហ្នឹងចាព្រោះទៅខ្វៀលគោអត់មានអីក្រៅពីផ្លែឈើធម្មជាតិទេដូចជាផ្លែលពាក់ផ្លែតាគៀបក្តាមផ្លែចង្ចាផ្លែឆ្លុះផ្លែអីផ្សេងតាមព្រៃអីចឹងណាចាហ្នឹងជាចំណីរបស់អ្នកខ្វៀលគោក្មេងខ្វៀលគោតែសម័យនេះលែងស្រុកភូមិខ្ញុំលែងមានអ្នកខ្វៀលគោហើយព្រោះគេលែងចាំគោហើយដោយសារតែចាភាគច្រើនគឺគេប្រើជាប្រភេទត្រាក់ទ័រជួដីទៅវិញបងបេះមកដល់ផ្ទះហើយនេះនិយាយថាពីថឹងជាកោមចឹងហ្មងណានេះបងអូនអើយdạ chia ra hàm sợទឹកមាត់បងប្អូនហាមស្រក់ទឹកមាត់បងផ្លែតាគៀបក្តាមឥឡូវឲ្យកូនបើញ៉ាំមើលតោះញ៉ាំមើលកូនឆ្ងាញ់អត់លើកថឹងឆ្មៃដាក់មកមាត់នោះចិត្តមាត់នោះលើកមកចឹងលើកមកដាក់ចិត្តមាត់អូយលើកមកលើមកចេះមកបងប្អូនឃើញថាអូផ្លែនេះឆ្ញាំទៅឆ្ងាញ់យ៉ាងណាចាមើលតែមុខកូនខ្ញុំទៅដឹងហ៎បងប្អូនណាឆ្ងាញ់អត់អូនហ៎ជូរតិចតិចចាញ៉ាំទៀតអត់ចាខាំទាំងឆ្មាច់ចាអញ្ចឹងណាជាតិអត់ជាតិណាចាឆ្ងាញ់មកគេណាបងប្អូនមើលទឹកមុខទៅចាមិនបាច់ចាប់វាអំបិលមិនដែរញ៉ាំអូយអ្នកថតនេះស្រៀវទឹកមាត់ហ្មងអ្នកកូន